សូមជម្រាបសួរលោកគ្រូទាំងអស់គ្នាសាជាថ្មីម្ដងទៀតខ្ញុំបាទឈ្មោះឈួនរវីជាគ្រូបង្រៀនមកពីវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងកម្មវិធីសាលារៀនចំនួនថ្មីបាទចុះសម្រាប់ថ្ងៃនេះដែរខ្ញុំបាទសូមធ្វើការចែករំលែកពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធីមួយឈ្មោះថា Team Pickerville សម្រាប់កម្មវិធីនេះដែរក៏ជាកម្មវិធីមួយជំនួយដល់ការបង្រៀននិងរៀនរបស់លោកគ្រូផងដែរបាទចុះខ្ញុំដឹងថារបៀបនៃការប្រើប្រាស់កម្មវិធីនេះនិងអត្ថប្រយោជន៍របស់វាដូចម្តេចខ្លះសូមអញ្ជើញលោកគ្រូទាំងអស់គ្នាអញ្ជើញទស្សនាវីដេអូនេះបាទតាំងពីដើមរហូតដល់ចប់ដូចតទៅបាទអញ្ចឹងជាបឋមលោកគ្រូត្រូវប្រកាសថាលោកគ្រូបានភ្ជាប់ជាមួយអ៊ីនធឺណិតរួចហើយសូមចុចចូលក្នុងកម្មវិធី Google Chrome មករួចធ្វើការភ្ជាប់ជាមួយនឹង email ណាមួយមកបាទអញ្ចឹងពេលដែលភ្ជាប់ជាមួយ email រួចរាល់វាលោតបាទឲ្យឃើញបែបនេះបាទនៅត្រង់កន្លែង search នេះបាទឬក៏នៅត្រង់កន្លែង search នេះក៏បានដែរសូមលោកគ្រូវាយពាក្យ Team Pickerville បាទអញ្ចឹងដោយសារខ្ញុំប្រវាយរួចរាល់ហើយអញ្ចឹងវាលោតមកបាទឈ្មោះថា Team Pickerville ជាងបានប៉ុណ្ណេះមកយើង enter វាចុះក្រោមមកនោះវានឹងលោតបង្ហាញបន្តបាទឲ្យយើងធ្វើការជ្រើសរើសចុចចូលក្នុងកម្មវិធី Team Pickerville បាទគឺនៅត្រង់កន្លែងនេះ Team Pickerville បាទសូមចុចចូលកន្លែងនេះមកបាទគឺវាបានបង្ហាញបាទជាផ្ទាំងបាទជារង្វង់គម្របបែបនេះយើងគឺវាបានបង្ហាញអីខ្លះដល់យើងទាំងអស់គ្នាគឺពាក់ព័ន្ធទៅនឹងចំណុចលេខ1 input បាទលេខ2 controller បាទលេខ3គឺជា reset សម្រាប់កន្លែងលេខ1នេះគឺជាកន្លែងដែលអនុញ្ញាតឲ្យយើងវាយឈ្មោះសិស្សបញ្ចូលនៅត្រង់ទីតាំងកន្លែងនេះបានបាទប៉ុន្តែការបញ្ចូលមានពីររបៀបបើលោកគ្រូចង់បញ្ចូលកន្លែងនេះម្ដងមួយក៏បានដែរគាត់ថាចំណាយពេលយូរបាទប៉ុន្តែបើលោកគ្រូចូលកន្លែងនេះគឺយើងអាចមានជា soft ឈ្មោះសិស្សរបស់ថ្នាក់ណាមួយដែលយើងចង់ប្រើប្រាស់មកយើង copy ហើយយើងមកផាសអញ្ចឹងវាចូលក្នុងកម្មវិធីនេះរហ័សបាទចំណេញពេលវេលាហើយកន្លែងលេខ2នេះគឺជាកន្លែងដែលយើងកំណត់បាទឧទាហរណ៍ការកំណត់ភេទគឺត្រង់កន្លែង gender នេះបាទមានស្រីមានប្រុសទៅតាមឈ្មោះសិស្សអញ្ចឹងមកបាទហើយកន្លែងបាទ label គឺយើងកំណត់ជាសញ្ញាសម្គាល់បាទ A B C D អញ្ចឹងមកបាទអញ្ចឹងក៏បានដែរបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការបង្ហាញពាក់ព័ន្ធទៅនឹងរឿងការបញ្ចូលឈ្មោះសិស្សក្នុងកម្មវិធីហ្នឹងហើយយើងកំណត់បាទបើយើងចង់កំណត់តាមភេទក៏បានតាមស្លាកសញ្ញាជាអក្សរសម្គាល់ក៏បានឬក៏បើអត់កំណត់អីជាធម្មតាគឺចុចកន្លែងនេះបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ copy បាទឈ្មោះសិស្សរបស់ខ្ញុំទៅគឺថ្នាក់11 2នេះបាទហើយមកផាសក្នុងកម្មវិធី Team Pickerville បាទអញ្ចឹងកន្លែងដែលមកផាសចំណេញពេលវេលារហ័សនោះគឺចុចកន្លែងនេះមកបាទកន្លែងត្រេ3ពណ៌លឿងនេះមកហើយពេលយើងចុចលើវាគឺវារត់បង្ហាញកន្លែងបាទនេះឲ្យយើងទឹកមកបែបនេះគឺកន្លែង insert បាទឬកន្លែងផាសអញ្ចឹងយើងផាសមកបាទអញ្ចឹងដល់ខ្ញុំផាសឈ្មោះសិស្សរបស់ខ្ញុំបាទ11 2ខ្ញុំចូលហើយរួចហើយខ្ញុំចុចកន្លែងនេះបន្តទៀតគឺ add នេះបាទពេលចុច add នេះរួចរាល់គឺបាទវា load vào ឈ្មោះសិស្សនេះឈ្មោះសិស្សថ្នាក់2ទាំង1 3ទាំងអស់ក្នុងកន្លែងនេះតែម្ដងសម្រាប់ជាលក្ខណៈសម្គាល់ដូចជាលក្ខណៈពិសេសនៃកម្មវិធី Team Pickerville គឺខុសពីកម្មវិធី Pickerville បាទសម្រាប់ Team Pickerville គឺយើងអាចយកទៅកំណត់បាទទៅតាមភេទរបស់សិស្សបានដែរបាទឧទាហរណ៍កងស្មារតីប្រុសចឹងយើងក៏ចុចបាទលើសញ្ញាសម្គាល់ប្រុសនេះមកគ្រូចេះស្អីចុចទៅសញ្ញាសម្គាល់បាទស្អីមក
បាទមិនន័យថាបើលោកគ្រូចង់ឲ្យការបរិយាយក្រុមមាន gender មានភាពស្មើភាពគ្នានឹងស្រីនិងប្រុសនឹងចម្រុះគ្នាអញ្ចឹងលោកគ្រូអាចធ្វើថាកំណត់ភេទសម្គាល់តាមឈ្មោះសាស្ត្របានផងដែរបាទឥឡូវឧទាហរណ៍ខ្ញុំធ្វើការបង្ហាញបាទការកំណត់ភេទប៉ុណ្ណឹងចាស់បាទអញ្ចឹងពេលយើងកំណត់សម្គាល់ភេទទៅតាមឈ្មោះសាស្ត្ររួចរាល់ហើយបាទយើងក៏លេខមកក្នុងកលឹមទី2បាទកលឹមទី2គឺជាកន្លែងមួយដែលយើងអាចធ្វើការកំណត់ចំនួនក្រុមបាទក្នុងថ្នាក់រដ្ឋបាលក៏ដូចជាចំនួនសមាជិកក្នុងក្រុមមួយបានផងដែរឧទាហរណ៍កន្លែងគេដាក់ថា number of group គឺជាកន្លែងមួយដែលយើងអាចធ្វើការកំណត់ចំនួនក្រុមប្រមាណក្រុមក្នុងការសិក្សាហ្នឹងឥឡូវខ្ញុំសូមធ្វើការកំណត់តាមជា6ក្រុមចុះបាទហើយកន្លែងនេះវិញគឺជាកន្លែងដែលយើងការកំណត់ចំនួនសមាជិកក្នុងក្រុមតើលោកគ្រូចង់កំណត់សមាជិកក្នុងក្រុមមានប្រមាណអ្នកគឺលោកគ្រូអាចកំណត់បានបាទគឺនៅត្រង់កន្លែងហ្នឹងតែម្ដងអញ្ចឹងឥឡូវខ្ញុំសូមធ្វើការកំណត់សមាជិកក្នុងក្រុម6នាក់ចុះបាទចំនួនក្រុមក៏6សមាជិកក្នុងក្រុមមួយក៏6នាក់ដែរបាទពេលកំណត់រួចគឺយើងចុច start មកនោះវានឹងឃើញបាទបង្ហាញនៅត្រង់កន្លែង result កន្លែង3នេះគឺមានថាឈ្មោះសាស្ត្របាទចូលក្នុងក្រុមមួយតាមការកំណត់របស់យើងនៅត្រង់កន្លែងនេះតែម្ដងបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការចុច start តែម្ដងបាទនេះគឺជា result ដែលបានចេញរាល់ហើយគឺមានសាស្ត្រមាន6ក្រុមក្រុម1ក្រុម2ក្រុម3ក្រុម4 5ក្រុម6ក្នុងក្រុមមួយគឺមានសមាជិក6នាក់បាទ6នាក់បាទពេលបានរួចរាល់ហើយគ្រូអាចធ្វើការបាទ screenshot ឬក៏ថតដាក់បញ្ចូលក្នុងក្រុម Telegram ជាមួយឲ្យពួកគាត់ឬក៏បញ្ចាំងនៅលើ slide ក៏បានដែរឲ្យពួកគាត់ចូលតាមក្រុមមួយដែរម្ដងបាទហើយក្នុងក្រុមមួយបើលោកគ្រូកំណត់ភេទមានស្រីមានប្រុសលេឡំគ្នាគឺក្នុងក្រុមមួយគឺមានស្រីមានប្រុសបាទនៅជាមួយគ្នាបាទតែម្ដងបាទហើយយើងអាច download ក៏បានបាទយើងអាចធ្វើការបង្ហាញបាទក៏បានឬក៏បញ្ចាំងបែបនេះក៏បានដែរនៅលើ slide អញ្ចឹងបាទពួកគាត់ដឹងហើយបាទចឹងសង្ឃឹមថាលោកគ្រូយកវាទៅប្រើប្រាស់បានដោយជោគជ័យក្នុងការវត្តជាមួយសិស្សបាទបានផងដែរអរគុណលោកគ្រូទាំងអស់គ្នាបានយកចិត្តទុកដាក់ស្ដាប់និងទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរសូមអរគុណសូមជម្រាបលា